សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីការថែរក្សាសុខភាពផ្លូវភេទគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់បុរសបញ្ហាឡើងរឹងរបស់លឹងអាចកើតឡើងដោយសារកត្តាច្រើនយ៉ាងហើយរបបអាហារក៏ជាកត្តាចម្បងមួយដែលមិនគួរមើលរំលងខណៈពេលដែលអាហារមួយចំនួនជួយដល់លំហូរឈាមនិងសុខភាពសរសៃឈាមក៏មានអាហារមួយចំនួនទៀតដែលអាចបង្កផលអាក្រក់បំផ្លាញសរសៃឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងដែលសុទ្ធតែជាមូលហេតុចម្បងដែលអាចប៉ះពាល់ដល់ការឡើងរឹងរបស់លឹងខាងក្រោមនេះគឺជាអាហារអាក្រក់បំផុតទាំង10ប្រភេទដែលអ្នកគួរតែកាត់បន្ថយឬជៀសវាងប្រសិនបើអ្នកចង់ថែរក្សាមុខងារផ្លូវភេទឲ្យរឹងមាំបានយូរអង្វែងទី1អាហារបំពងអាហារបំពងគ្រប់ប្រភេទដូចជាដំឡូងបារាំងបំពងសាច់មាន់បំពងនិងនំចំណីបំពងផ្សេងៗសម្បូរទៅដោយខ្លាញ់ឆ្អែតខ្លាញ់ឆ្អែតប្រភេទនេះបង្កឲ្យមានការកកស្ទះនៅក្នុងសរសៃឈាមដោយបង្កើតជាបន្ទះខ្លាញ់ដែលធ្វើឲ្យសរសៃឈាមរួមតូចនិងរឹងនៅពេលដែលលំហូរឈាមទៅកាន់លឹងត្រូវបានរាំងស្ទះវានឹងធ្វើឲ្យការឡើងរឹងប្រព្រឹត្តទៅដោយលំបាកនិងមិនអាចកើតឡើងបានភ្លាមទី2សាច់កែច្នៃសាច់ក្រក hot dog ប្រហិតនិងសាច់បន្ទះមិនត្រឹមតែមានជាតិខ្លាញ់ឆ្អែតខ្ពស់ប៉ុណ្ណោះទេវាថែមទាំងផ្ទុកនូវជាតិសូដ្យូមអំបិលក្នុងកម្រិតខ្ពស់ផងដែរការទទួលទានជាតិសូដ្យូមច្រើនអាចនាំឲ្យមានជំងឺលើសសម្ពាធឈាមដែលជាឃាតករលាក់មុខបំផ្លាញសរសៃឈាមតូចៗរបស់រាងកាយរួមទាំងសរសៃឈាមដែលទៅចិញ្ចឹមលឹងផងដែរទី3អាហារនិងភេសជ្ជៈមានជាតិស្ករខ្ពស់ស្ករគឺជាមូលហេតុចម្បងមួយនៃជំងឺធាត់និងជំងឺទឹកនោមផ្អែមប្រភេទទី2ភេសជ្ជៈដូចជាទឹកក្រូចកំប៉ុងទឹកផ្លែឈើកំប៉ុងនិងភេសជ្ជៈប៉ូវកម្លាំងរួមទាំងនំផ្អែមនិងស្ករគ្រាប់សុទ្ធតែផ្ទុកជាតិស្ករខ្ពស់លក្ខខណ្ឌជាតិស្ករក្នុងឈាមខ្ពស់យូរទៅអាចបំផ្លាញទាំងសរសៃឈាមនិងសរសៃប្រសាទដែលចាំបាច់សម្រាប់ការបញ្ជូនសញ្ញាពីខួរក្បាលទៅកាន់លឹងដើម្បីឲ្យមានការឡើងរឹងនៃលឹងទី4ផលិតផលដែលមានជាតិខ្លាញ់ឆ្អែតផលិតផលដែលមានជាតិខ្លាញ់ឆ្អែតដូចជាទឹកដោះគោស្រស់និងប៊ឺសុទ្ធតែមានផ្ទុកនូវជាតិខ្លាញ់ឆ្អែតខ្ពស់ការទទួលទានច្រើនពេកអាចបង្កើននូវកម្រិតកូលេស្តេរ៉ុលអាក្រក់ដែលនាំឲ្យកើតមាននូវការកកស្ទះសរសៃឈាមដោយដែលបានរៀបរាប់ខាងលើអ្នកអាចជ្រើសរើសប្រើផលិតផលដែលមានជាតិខ្លាញ់ទាបឬគ្មានជាតិខ្លាញ់ជំនួសវិញបានទី5គ្រឿងស្រវឹងទោះបីជាការពិសាគ្រឿងស្រវឹងតិចតួចអាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយក៏ដោយការផឹកច្រើនលើសកំណត់ក៏អាចក្លាយជាសត្រូវធំមួយនៃសមត្ថភាពផ្លូវភេទគ្រឿងស្រវឹងជាសារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទដែលអាចធ្វើឲ្យកាត់បន្ថយចំណង់ផ្លូវភេទប៉ះពាល់ដល់អរម៉ូនបន្ថយកម្រិតតេស្តូស្តេរ៉ូននិងបង្កឲ្យមានកង្វះជាតិទឹកក្នុងរាងកាយដែលធ្វើឲ្យបរិមាណឈាមថយចុះនិងប៉ះពាល់ដល់ការឡើងរឹងនៃលឹងទី6អាហារកំប៉ុងនិងអាហារកញ្ចប់អាហារកំប៉ុងភាគច្រើនដូចជាស៊ុបកំប៉ុងនិងសាច់កំប៉ុងព្រមទាំងអាហារកញ្ចប់ដូចជាមីកញ្ចប់តែងតែមានជាតិសូដ្យូមឬជាតិអំបិលខ្ពស់ដោយដែលបានរៀបរាប់ខាងលើការទទួលទានសូដ្យូមខ្ពស់គឺជាមូលហេតុចម្បងនៃជំងឺលើសឈាមដែលប៉ះពាល់ដល់លំហូរឈាមទៅកាន់អវយវៈភេទផងដែរទី7ផលិតផលសណ្តែកសៀងប្រធានបទនេះនៅតែជារឿងមានការជជែកវែកញែកប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថាសណ្តែកសៀងមានផ្ទុកសារធាតុ phytoestrogen ដែលជារចនាសម្ព័ន្ធស្រដៀងអរម៉ូនភេទស្រី estrogen ការទទួលទានផលិតផលសណ្តែកសៀងដូចជាតៅហ៊ូនិងទឹកសណ្តែកក្នុងបរិមាណច្រើនអាចប៉ះពាល់ដល់តុល្យភាពអរម៉ូនភេទប្រុសបានសម្រាប់បុរសខ្លះទោះជាយ៉ាងណាការទទួលទានបរិមាណមធ្យមមិនគួរបង្កជាបញ្ហានោះទេទី8ផលិតផលដែលធ្វើពីជាតិម្សៅនំប៉័ងបាយនំដែលធ្វើពីជាតិម្សៅផ្សេងទៀតត្រូវបានរាងកាយបំបែកទៅជាជាតិស្ករយ៉ាងលឿនវាអាចធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់និងបង្កគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមនិងការរលាករ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សុខភាពសរសៃឈាមនិងលំហូរឈាមទៅកាន់អវយវៈភេទផងដែរទី9កាហ្វេអ៊ីនច្រើនពេកខណៈពេលដែលកាហ្វេអ៊ីនក្នុងកម្រិតមធ្យមអាចជួយជំរុញលំហូរឈាម
ការទទួលទានច្រើនពេកជាពិសេសភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់អាចបង្កើនអត្រាចង្វាក់បេះដូងនិងសម្ពាធឈាមភ្លាមៗសម្រាប់អ្នកដែលមានបញ្ហាបេះដូងស្រាប់នេះជាហានិភ័យមួយលើសពីនេះទៅទៀតការពឹងផ្អែកទៅលើកាហ្វេអ៊ីនច្រើនពេកអាចរំខានដល់ដំណេកដែលជាផលវិបាកក្នុងការផលិតអរម៉ូនតេស្តូស្តេរ៉ូនទី10ជីអង្កាមជីអង្កាមត្រូវបានគេស្គាល់ថាមានផ្ទុកសារធាតុម៉ង់តុលដែលផ្ដល់នូវអារម្មណ៍ត្រជាក់ទោះបីជាការសិក្សានៅលើមនុស្សនៅមានកម្រិតក៏ដោយការស្រាវជ្រាវមួយចំនួនទៅលើសត្វបានបង្ហាញថាការទទួលទានជីទាំងនេះក្នុងបរិមាណច្រើនអាចបន្ថយឲ្យមានការថយចុះគួរឲ្យកត់សម្គាល់នៅកម្រិតអរម៉ូនតេស្តូស្តេរ៉ូនខណៈពេលដែលការទទួលទានក្នុងកម្រិតតិចមិនបង្កបញ្ហាអ្វីធ្ងន់ធ្ងរនោះទេការទទួលទានជាប្រចាំក្នុងបរិមាណច្រើនអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ចំណង់ផ្លូវភេទសេចក្តីសន្និដ្ឋានសុខភាពផ្លូវភេទល្អចាប់ផ្ដើមពីជម្រើសនៃរបបអាហារដែលមានតុល្យភាពការកាត់បន្ថយអាហារទាំង10ប្រភេទខាងលើហើយងាកមកទទួលទានអាហារសម្បូរសារធាតុចិញ្ចឹមដូចជាបន្លែផ្លែឈើគ្រាប់ធញ្ញជាតិត្រីសម្បូរខ្លាញ់អូមេហ្គា3និងសាច់គ្មានខ្លាញ់នឹងជួយទ្រទ្រង់ដល់សុខភាពបេះដូងនិងសរសៃឈាមឲ្យរឹងមាំការមានលំហូរឈាមល្អគឺជាគន្លឹះដ៏ចម្បងបំផុតក្នុងការសម្រេចបាននិងរក្សាការឡើងរឹងរបស់អវយវៈភេទប្រកបដោយគុណភាពប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាទាក់ទងនឹងការឡើងរឹងរបស់អវយវៈភេទសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលឲ្យបានត្រឹមត្រូវសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា